បងប្អូនចំពោះกระดาษលុយដែលចុច10ដងក្រោយសម្រាលកូនហ្នឹងกระดาษហ្នឹងគឺយើងត្រូវទៅយកនៅក្រោយសម្រាលកូននិយាយទៅឯកសារគឺយើងត្រូវរៀបចំលឿនសម្រាប់ទទួលបានអត្ថប្រយោជន៍8ដង10ដងក្រោយសម្រាលហ្នឹងដើម្បីកុំឲ្យខកខាននៅការពិនិត្យក្រោយសម្រាលលើកទី1ឬក៏7ថ្ងៃក្រោយសម្រាលហ្នឹងគឺយើងត្រូវរត់ការឯកសារដូចជាធ្វើសម្បត្តិកំណើតកូនឲ្យបានលឿនដើម្បីយកឯកសារហ្នឹងទៅដាក់នៅបអសយើងបាក់ទៅដាក់តែមួយថ្ងៃយើងនឹងទទួលបានកระดาษហ្នឹងមកវិញហើយតែបើយើងយឺតយ៉ាវគឺយើងអាចនឹងបាត់អត្ថប្រយោជន៍លើកទី1ណាចាជាពិសេសគឺស្ត្រីដែលវះសោកស្ដាយដែរចំពោះបងអូនស្ត្រីដែលវះគឺគាត់ភិកច្រើនគឺគាត់បាត់អត្ថប្រយោជន៍លើកទី1ដោយសារទំហំគាត់ចេញពីពេទ្យហើយគាត់រត់ការឯកសារក្រោយសម្រាលកូនហ្នឹងវាអាចនឹងយឺតដោយសារធ្វើសម្បត្តិកំណើតអីទៀតចឹងអាចនឹងយឺតតិចតួចអាចនឹងខកខានលើកទី1តែគាត់ថាលើកទី1ទៅតែមួយសប្តាហ៍ក្រោយសម្រាលប៉ុន្តែគេទុកពេលឲ្យយើង3ថ្ងៃឧទាហរណ៍ត្រូវថ្ងៃទី7ខែ4ត្រូវបងប្អូនមកចុចលុយប៉ុន្តែគេទុកឲ្យទី7ទី8ទី9ទី10គេទុកឲ្យយើងដល់រហូតដល់3ថ្ងៃមានន័យថាចន្លោះហ្នឹងគេទុកឲ្យយើង3ថ្ងៃអញ្ចឹងដើម្បីកុំឲ្យខកខានអត្ថប្រយោជន៍ហ្នឹងបងប្អូនព្យាយាមខ្ញុំជឿថាអ្នកវះកាត់ក៏គាត់អាចធ្វើតាន់ដែរប៉ុន្តែដោយសារពេលខ្លះយើងអាចយឺតយ៉ាវខ្លួនឯងក៏ថាបានឬក៏ពេលខ្លះយើងខ្វះខាតឯកសារណាបងប្អូនណាដូចជាឯកសារឪពុកម្ដាយដូចជាសម្បត្តិកំណើតឪពុកម្ដាយឬក៏តស្យានប័ណ្ណអីផ្សេងៗអាចយឺតយ៉ាវទៅអាចធ្វើឲ្យការធ្វើសម្បត្តិកំណើតកូនហ្នឹងយឺតអញ្ចឹងបងប្អូនរៀបចំមកហើយរាល់វីដេអូដែលខ្ញុំចែករំលែកបងប្អូនអាចយកទៅស្ដាប់ឬក៏ពិចារណាបន្ថែមទៀតបានថាយើងត្រូវធៀមអីខ្លះក្រោយសម្រាលកូនទី1ត្រូវធៀមទៅលើសម្បត្តិកំណើតឪពុកម្ដាយអត្តសញ្ញាណប័ណ្ណឪពុកម្ដាយដើម្បីយកទៅធ្វើសម្បត្តិកំណើតកូននឹងឲ្យបានលឿនបើសិនបើយើងអត់ទាន់បានធៀមទាំងអស់ហ្នឹងទេគឺយើងអាចធ្វើសម្បត្តិកំណើតកូនហ្នឹងយឺតដូចគ្នាចាយឺតដូចគ្នាដោយសារអីឯកសារឪពុកម្ដាយអត់ទាន់គ្រប់ផងអញ្ចឹងការធ្វើសម្បត្តិកំណើតកូនក៏យឺតដែរដោយសារខ្ញុំជួបស្ត្រីយើងគាត់សម្រាប់នៅវិទ្យានុប៉ុន្តែគាត់ទៅធ្វើសម្បត្តិកំណើតកូននៅខេត្តកពតអញ្ចឹងគឺត្រូវការរត់ឯកសារហ្នឹងយូរចាអាចទៅឲ្យមកអញ្ចឹងអាចយូរអញ្ចឹងគាត់ក៏បាត់អត្ថប្រយោជន៍ដូចជាអត្ថប្រយោជន៍លើកទី1គាត់សម្រាប់ធម្មជាតិពិតមែនតែគាត់បាត់បង់អត្ថប្រយោជន៍លើកទី1អត់បានចុចលុយទេចាគាត់ទទួលបានតែអត្ថប្រយោជន៍លើកទី2អញ្ចឹងណាអញ្ចឹងវាអាចពាក់ព័ន្ធជាមួយនឹងទីកន្លែងដែលយើងត្រូវធ្វើសម្បត្តិកំណើតកូនដែរអញ្ចឹងយើងត្រូវធៀមមករួចដូចជាសម្បត្តិកំណើតឪពុកម្ដាយអត្តសញ្ញាណប័ណ្ណឪពុកម្ដាយសភៅគ្រួសារអីយើងរៀបចំមកហើយអស់ទៅពេលដែលយើងសម្រាប់កូនរួចយើងមានគ្រប់សពខាងឃុំភូមិគាត់ត្រូវការអីគឺយើងមានទាំងអស់ហ្នឹងអញ្ចឹងគឺយើងងាយស្រួលហើយអត់បាត់អត្ថប្រយោជន៍ទេចាអរគុណ